ខាងក្រៅមើលទៅទំនើបខាងក្នុងកាន់តែប្រណិតជាមួយនឹងសមត្ថភាពអាចសាកថ្មម្ដងជិះបានរហូតដល់410គីឡូម៉ែត្រអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងមកជជែកគ្នាពីរថយន្តដែលទើបពីចេញនៅប្រហែលខែមុននេះទេគឺ Geely E85 ជាប្រភេទរថយន្តអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុន Geely ហើយកុំឲ្យបងប្អូនចាំយូរយើងមកមើលទាំងអស់គ្នានៅរថយន្ត Geely E85 ឆ្នាំ2025មានលក្ខណៈពិសេសយ៉ាងណាខ្លះចាប់ផ្ដើមដំបូងពីសំណុំរូបរាងខាងមុខយើងសង្កេតឃើញថា Geely E85 នេះជាប្រភេទរថយន្តអគ្គិសនីអញ្ចឹងអត់មានប៉ាណាប្រហោងអីញ៉ៃៗទេគឺ clean ស្អាតតែម្ដងជាមួយនឹង logo Geely មួយនៅចំកណ្ដាលហើយមកមើលកន្លែងម្ដុំចង្គៀងនេះវិញជាគេហៅថាប្រភេទចង្គៀងរបស់ Geely នេះគឺរចនាមកគឺប្លែកពីឡាន Geely មុនហើយយើងឃើញមានភ្លើង daytime នេះដែលបងប្អូនមើលឲ្យចិត្តតិចទៅលំអិតតិចទៅឃើញមានដូចចំណិតពេជ្រមានកន្លាទូចៗនៅក្នុងនោះហើយភ្លើង daytime នេះក៏ដើរតួជាភ្លើងសញ្ញោផងដែរអញ្ចឹងដល់ពេលដែលបើកធម្មតាវានឹងលោតភ្លើងសនេះដល់ពេលដែលសញ្ញោវានឹងលោតទៅជាភ្លើងសញ្ញោពណ៌លឿងហើយនៅក្នុងសំណុំចង្គៀងខាងមុខនេះដែរនៅក្រោមនេះជាប្រភេទពូលភ្លឺផ្លូវវៃឆ្លាតដែលអាចមានមុខងារគេហៅថា high beam assist មានមុខងារតឡើងទម្លាក់ឬក៏មានមុខងារជំនួយនៅក្នុងការបើកបរពេលយប់ឲ្យកាន់តែងាយស្រួលថែមទៀតសម្រាប់យ៉ានកង់រថយន្តនេះបំពាក់នៅប្រភេទយ៉ានកង់19អ៊ីងហើយបងប្អូនមើលការរចនាយ៉ាននេះមានលក្ខណៈស្រស់ស្អាតមែនទែនចំពោះកញ្ចក់គឺជាប្រភេទកញ្ចក់ក្តោបហើយក៏មានភ្លើង repeater នៅលើកញ្ចក់នេះដែរដែលបងប្អូនសញ្ញោទៅក៏លោតសញ្ញោទៅតាមនឹងដែរហើយមួយទៀតកញ្ចក់នេះក៏មានមុខងារកម្ដៅកញ្ចក់ដែរអញ្ចឹងនៅពេលដែលបងប្អូនបើកខែភ្លៀងកាន់តែមានភាពងាយស្រួលអត់ងាយស្អាតកញ្ចក់ឬក៏អត់សូវជាប់ទឹកនៅលើហ្នឹងទេមួយដៃទ្វារវិញ Geely E85 ប្រើជាប្រភេទដៃទ្វារ flash door នៅពេលដែលបងប្អូន lock គឺវានឹងលឹបចូលទៅក្នុងនេះអញ្ចឹងណាសម្រាប់ប្រព័ន្ធសោក្នុងការចេញចូលជាប្រភេទ keyless system ដែលបងប្អូនគាត់មានសោជិតខ្លួនវាក៏មានមុខងារនៅក្នុងការ unlock ដោយស្វ័យប្រវត្តិហើយនៅពេលដែលបងប្អូនចេញក្រៅឡានវានឹងធ្វើការ lock ដោយស្វ័យប្រវត្តិដែលយើងអត់ចាំបាច់ចុចប៊ូតុងសោក៏បានដែរហើយនៅលើដំបូលឡានរបស់ Geely នេះយើងឃើញមានពាក់ roof rail មួយសម្រាប់បងប្អូនអាចចាប់ accessory មួយចំនួនដើម្បីដាក់បាននៅលើឡានហ្នឹងហើយនៅមួយទៀតនៅដំបូលគឺជាប្រភេទដំបូលដែលអាចបិទបើកបានមាន panoramic sunroof ហើយនឹងមានជាលក្ខណៈ sunset ដែលបងប្អូនអត់ចាំបាច់បើកដំបូលយកខ្យល់អាកាសក៏បានបើកត្រឹមតែដំបូលមើលពលឺថ្ងៃឬក៏ពលឺប្រចាំក៏បានដែរជារថយន្តអគ្គិសនីបែបអនាគតអញ្ចឹងផ្នែកខាងក្រោយការរចនា stop ក៏មើលទៅបែបអនាគតដែរដែលគេប្រើលក្ខណៈថាអស់ដាច់ពីចំហៀងមកខាងនេះមកដល់ខាងនេះតែម្ដងហើយនៅចំផ្នែកកណ្ដាលនេះមានកន្លាបន្ទាត់ទូចៗខ្លីៗមើលទៅមានភាពស្រស់ស្អាតមែនទែនហើយទំនើបខ្លាំងចំពោះទ្វារក្រោយជាប្រភេទទ្វារក្រោយអូតូអាចបើកដោយអត់ប្រើប្រាស់ដៃក៏បានប្រើសោក៏បានឬក៏ចុចក៏បានដែរនៅក្នុងខាងក្រោយនេះយើងទទួលបាននៅ space ធំមែនទែនសម្រាប់បងប្អូនដាក់អីវ៉ាន់ហើយបើសិនជាប៉ុណ្ណឹងអត់គ្រប់ទៀតបងប្អូនអាចកាត់កៅអីជួរទី2នេះដើម្បីយកកន្លែងដាក់អីវ៉ាន់បន្ថែមទៀតក៏បានដែរអញ្ចឹងយើងនឹងទៅមើលពីភាពប្រណិតនិងភាពទំនើបនៃការរចនាផ្នែកខាងក្នុងវិញម្ដងសម្រាប់ការរចនាផ្នែកខាងក្នុងរបស់រថយន្តនេះវិញមានលក្ខណៈស្អាតមែនទែនដូចបងប្អូនបានមើលឃើញនេះគឺជាការប្រើប្រាស់ពណ៌ highlight ពណ៌ខ្មៅហើយពណ៌សហើយសម្រាប់ពូកស្បែកដែលខ្ញុំកំពុងអង្គុយនេះមានអារម្មណ៍ថាផាសុកភាពខ្លាំងហើយកៅអីដែលខ្ញុំកំពុងអង្គុយនេះមានលក្ខណៈផាសុកភាពខ្លាំងមែនទែនដែលមានលក្ខណៈពូកស្បែករបស់គាត់នឹងទន់ស្រួលមែនទែនហើយជាពិសេសជាងនេះទៀតបងប្អូនឃើញមានជាលក្ខណៈការ design បែបនេះដែលជួយមើលទៅដូចជាកៅអី land sport អញ្ចឹងដែលជួយនៅពេលដែលយើងបើកបរទៅមានអារម្មណ៍ថាល្អមែនទែនអូខេអញ្ចឹងចូលទៅដល់ tab low ខាងមុខយើងសង្កេតឃើញថារឿងដំបូងដែលខ្ញុំឃើញនេះគឺវាមាន heads up display មួយដែលអាចបង្ហាញតំណែងមួយចំនួនដូចជាលបឿនបើកហើយ heads up display ហ្នឹងគឺជួយច្រើនមែនទែនជាពិសេសនៅពេលដែលបងប្អូនចុះទៅខេត្តអីចឹងណាអញ្ចឹងយើងជន់យើងអាឡៃតែមើលផ្លូវភ្លេចមើលលបឿនអញ្ចឹងលើសលបឿនលើអីផ្សេងៗអញ្ចឹងទៅអញ្ចឹងការដែលមាន heads up display សម្រាប់ឡានក្នុងតម្លៃប៉ុណ្នេះគឺល្អមែនទែនហើយមួយទៀតតែទៅក្នុងបទពិសោធន៍បើកបរដែរខ្ញុំចូលចិត្តនៅពេលដែលគេដាក់ volume នេះនៅក្រៅឬក៏មុខងារបញ្ជាម៉ាស៊ីនជែកដែលគាត់ចុចទៅយើងអាចបញ្ជាម៉ាស៊ីនជែកក៏បានបញ្ជា volume សម្រាប់ស្ដាប់តន្ត្រីក៏បានដែរអញ្ចឹងមានអារម្មណ៍ថាមានអារម្មណ៍ឮក្រឹកលក្ខណៈថាយើងទទួលបទពិសោធន៍ទទួលអារម្មណ៍ដូចរបស់ពិនិត្យដែរអញ្ចឹងណាបន្តមកទៀតយើងឃើញមានកុងទ័រ digital ហើយនឹងជាលក្ខណៈអេក្រង់កំសាន្ត 12.3 អ៊ីងដែលអេក្រង់កំសាន្តនេះបងប្អូនអាចប្រើជាលក្ខណៈបញ្ជាមុខងារផ្សេងៗនៅលើឡាននេះអញ្ចឹងទៅហើយតើទៅនឹងការកំសាន្តដដែលមានបាសរហូតដល់16គ្រាប់ជុំវិញឡាននេះតែម្ដងជាបាសប្រភេទគេហៅថា Fly Me គឺជា brand speaker មួយរបស់ខាងក្រុមហ៊ុន Geely នឹងតតែម្ដងបន្តមកទៀតទៅលើផ្នែក tab low នឹងដដែលនៅក្រោមនេះបងប្អូនឃើញមានជាលក្ខណៈ ambient light ហើយ ambient light នេះយើងអាចសេរីនៅក្នុងអេក្រង់នេះទៅតាមពណ៌ដែលយើងចូលចិត្តទៅតាមការបើកបរឬក៏តាមចង្វាក់ភ្លេងអញ្ចឹងទៅអញ្ចឹងយើងទទួលអារម្មណ៍មួយទំនើបខ្លាំងមែនទែនសម្រាប់ម៉ាស៊ីនត្រជាក់នេះវិញគឺជាម៉ាស៊ីនត្រជាក់មួយដែលគេហៅថាជាលក្ខណៈម៉ាស៊ីនត្រជាក់2 zone អញ្ចឹងបងប្អូនអាចសេរីបាន2 zone កៅអីអ្នកបើកបរផ្សេងកៅអីអ្នកអង្គុយជាមួយផ្សេងអញ្ចឹងទៅបន្តទៀតនៅកន្លែងភ្នាក់ដៃខាងតកង់ខាងនេះយើងទទួលបាននៅកន្លែងដាក់កំប៉ុងទឹកហើយនឹងប្រទេសសម្រាប់សាកថ្មអត់ខ្សែលបឿនលឿនហើយនៅខាងក្រោមនេះបើសិនជាបងប្អូនចង់តខ្សែអីគឺមាននៅរុនសម្រាប់សាកមានរុន USB-C មួយហើយនឹងរុន USB-A មួយហើយនឹងរុនកន្ទុយបារីមួយសម្រាប់ថត accessory ផ្សេងៗអញ្ចឹងជាមួយនឹងមុខងារសមត្ថភាពផ្សេងៗរថយន្តនេះមានពង6គ្រាប់នៅជំនាញឡានហើយមានមុខងារចំនួននៅក្នុងការបើកបរដូចជា intelligent cruise control និង adaptive cruise control ហើយនឹងមុខងារមួយចំនួនទៀតដូច lane keeping assist ឬក៏មុខងារឲ្យដំណឹងមុនការបុកប៉ះអញ្ចឹងទៅសម្រាប់បាំងទី2នេះវិញយើងទទួលបានកៅអីមួយដែលមានលក្ខណៈផាសុកភាពដូចបាំងទី1កៅអីតកង់អញ្ចឹងដែរជាប្រើប្រាស់ material ពូកស្បែកនេះដូចគ្នាអញ្ចឹងនៅកន្លែងនេះអាចអង្គុយ3នាក់បានធូរហើយនៅខាងមុខនេះយើងមានម៉ាស៊ីនត្រជាក់ហើយនឹងរុនសាកថ្ម USB-C មួយរុនសាកថ្ម USB-A មួយហើយនឹងកន្លែងដាក់ឲ្យបានទី2អញ្ចឹងទៅហើយបើសិនជាបងប្អូនជិះតែ2នាក់អីយើងអាចទម្លាក់ភ្នាក់ដៃនេះមកដដែលជាមួយនឹងមុខងារដាក់កំប៉ុងទឹកនៅលើហ្នឹងអញ្ចឹងខ្ញុំគិតថាសម្រាប់ឡាននេះមានប៉ុណ្ណឹងហើយបើសិនជាបងប្អូនចាប់អារម្មណ៍ចង់មកមើលចង់មកជិះសាកទទួលបទពិសោធន៍សាកបងប្អូនអាចមក showroom Geely ក៏បាន